អាចនឹងចូលករណីពីរយ៉ាងនេះបើសិនជាបងប្អូនកំពុងតែមានបញ្ហាតទៅនឹងការនោមញឹកបងប្អូនដែលកំពុងតែមានបញ្ហាតទៅនឹងការនោមញឹកចូលស្ដាប់វីដេអូមួយនេះទាំងអស់គ្នាមានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលគាត់តែងតែឆាតសួរបងប្អូនជាមួយនឹងបញ្ហានោមញឹកជារៀងរាល់ថ្ងៃជាពិសេសតទៅជាមួយនឹងការដែលគាត់ញ៉ាំទឹកភ្លាមក្រោយពីការញ៉ាំទឹកហ្នឹងគឺគាត់ទៅបាត់ជើងទៅឬក៏ទៅនោមភ្លាមតែម្ដងគាត់ចេះតែព្រួយបារម្ភនៅក្នុងចិត្តថាតើគាត់មានបញ្ហាសុខភាពតម្រងនោមឬអត់បងប្អូនទាំងគ្នាបើសិនជាបងប្អូនទៅឆែកសុខភាពជាមួយនឹងមុខងារតម្រងនោមច្បាស់លាស់ហើយទៅឆែកជាមួយនឹងអ្នកឯកទេសខាងជំនាញតទៅជាមួយនឹងសុខភាពតម្រងនោមហើយបើសិនជាបងប្អូននៅតែមានបញ្ហានោមញឹកហើយឆែកទៅអត់ឃើញមានបញ្ហាអីតទៅនឹងតម្រងនោមហ្នឹងអាចចូលករណីពីរខាងក្រោមហ្នឹងតទៅជាមួយនឹងករណីទី1គឺអាចមកពីការដែលបងប្អូនទទួលទាននៅប្រភេទទឹកត្រជាក់ការដែលបងប្អូនទទួលទាននៅទឹកត្រជាក់ចូលទៅក្នុងរាងកាយប្រព័ន្ធសរីរាង្គក៏ដូចជារាងកាយបងប្អូននឹងធ្វើការងារធ្ងន់ធ្ងរជាងពេលដែលបងប្អូនញ៉ាំទឹកក្តៅឬក៏ទឹកធម្មតាហើយបងប្អូនរៀនសង្កេតមើលពេលណាដែលបងប្អូនញ៉ាំប្រភេទទឹកត្រជាក់ចូលទៅបងប្អូនឆាប់នឹងទៅបាត់ជើងទៅឬក៏ទៅនោមនឹងភ្លាមតែម្ដងករណីទី2គឺអាចមកពីការញ៉ាំទឹករបស់បងប្អូនគឺម្ដងញ៉ាំច្រើនតទៅជាមួយនឹងបងប្អូនមួយចំនួនដបទឹកកន្លះលីត្រគឺគាត់អស់ម្ដងអស់តែម្ដងការដែលបងប្អូនសម្រាប់ញ៉ាំទឹកម្ដងច្រើនហ្នឹងគឺទឹកដែលបងប្អូនញ៉ាំចូលទៅវាបានយកទៅចែកចាយនៅក្នុងរាងកាយបងប្អូនទេគឺវាចុះមកលឿនមកតាមតម្រងនោមរបស់បងប្អូននឹងឯងដែលធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាតទៅនឹងការនោមញឹកហើយបើសិនជាបងប្អូនធ្វើសកម្មភាពនឹងយូរឆ្នាំវាអាចធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាខ្សោយនៅក្នុងនោមបើសិនជាបងប្អូនកំពុងតែស្ថិតនៅក្នុងករណីពីរយ៉ាងទី1គឺកាត់បន្ថយនៅក្នុងការញ៉ាំទឹកត្រជាក់ហើយទី2នឹងគឺព្យាយាមញ៉ាំទឹកឲ្យត្រូវតាមអ្វីដែលរាងកាយរបស់មនុស្សយើងត្រូវការកុំញ៉ាំម្ដងច្រើនព្យាយាមញ៉ាំម្ដងបន្តិចប៉ុន្តែយើងញ៉ាំឲ្យបានច្រើនដងដើម្បីឲ្យសុខភាពរាងកាយបងប្អូនទទួលបាននូវជាតិទឹកគ្រប់គ្រាន់យកទៅចិញ្ចឹមរាងកាយបងប្អូនទៅនឹងសរីរាង្គយើងទាំងមូលតែម្ដងបងប្អូនណាខ្លះដែលរាល់ថ្ងៃកំពុងតែមានបញ្ហាដូចករណីខាងលើនឹងអាច comment នៅក្នុងវីដេអូនឹងម្នាក់មួយបានហើយកុំភ្លេចជួយចុច share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មាននឹងគ្រប់គ្នាផងដែរ